បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះខ្ញុំចាប់ផ្ដើមបង្ហាញអំពីរបៀបធ្វើគេហៅថាកន្លែងចិញ្ចឹមកង្កែបបងប្អូនបាទនេះគឺខ្ញុំហុំពណ៌ទៅដល់ស្បៃបងប្អូនស្បៃនេះខ្ញុំដាក់2ជាន់ហើយស្បៃនេះបើសិនជាយើងដាក់មួយជាន់ទៅគេលើវាលហែកណាមួយយើងការពារមន់ឆ្កែផងបាទអញ្ចឹងយើងដើម្បីឲ្យដឹងច្បាស់ថាតើយើងស្បៃយើងប្រើស្បៃបែបហ្នឹងវាល្អដែរឬក៏អត់ហើយកែបវាចេញទៅហើយទេបាទអញ្ចឹងអានេះកែបវាចេញបានមានថាអត់ទេវាចេញបានបាទនេះបាទប៉ុន្តែនៅខាងក្នុងគឺយើងដាក់ស្បៃញឹកបាទបងប្អូនស្បៃវា2ជាន់តើឥឡូវយើងមើលបាទនេះចាប់ផ្ដើមកន្លែងនេះឃើញទេបងប្អូនអត់មានកន្លែងថាចេញរួចទេបងប្អូនកប់ជើងវាដាក់ក្នុងដីទាំងអស់បាទអញ្ចឹងអានេះគឺកន្លែងអាងរបស់វាបងប្អូនណាអាងបាទទៅទៀតហ្នឹងខ្ញុំដាក់តង់ក្នុងហ្នឹងខ្ញុំដាក់ចកដាក់សូឡាឬក៏ដាក់កាផ្លោកអីក្នុងហ្នឹងទៅបាទក្នុងនេះយើងអាចចិញ្ចឹមកង្កែបបានទៀតហើយយើងអាចដាំដំណាំអីផ្សេងបានបាទនេះបាទយើងចំណេញបាន2បងប្អូនចំណេញបាន2យើងអាចចិញ្ចឹមកង្កែបបានផងបាទយើងអាចដាំបន្លែបន្លុកឬក៏ថ្កួនឬក៏ដំណាំអីផ្សេងបាននៅក្នុងហ្នឹងអញ្ចឹងយើងចំណេញបាន2យើងដាំថ្កួនដាំស្ពៃដាំអីបានទាំងអស់នៅក្នុងកន្លែងដែលយើងចិញ្ចឹមកង្កែបណាបងប្អូនបាទអញ្ចឹងចាំមើលពីថ្ងៃទៀតខ្ញុំនឹងចាប់ផ្ដើមដាក់កង្កែបឲ្យបងប្អូនដើម្បីឲ្យបងប្អូនទស្សនាទាំងអស់គ្នាបាទអញ្ចឹងសូមកុំភ្លេចជួយ like share វីដេអូនេះឲ្យបានច្រើនហើយនេះជាទស្សនវិជ្ជានៅខាងក្នុងបងប្អូនបាទគឺខ្ញុំខាងនោះគឺទ្វារតែធ្វើអត់ទាន់ហើយបងប្អូនហើយបានលុបជើងស្បៃមុងយើងអស់ហើយបងប្អូនហើយនេះជាទស្សនវិជ្ជានៅខាងក្រៅបងប្អូនវគ្គមុនខ្ញុំនិយាយអំពីរបៀបនៃការធ្វើកន្លែងចិញ្ចឹមត្រីទេសភាពនៅខាងក្រៅទស្សនវិជ្ជានៅខាងក្រៅបងប្អូនប៉ុន្តែឥឡូវនេះខ្ញុំធ្វើទស្សនវិជ្ជានៅខាងក្នុងតែម្ដងបាទនេះគឺនៅខាងក្នុងបាទគឺខ្ញុំដាំបន្លែប្លុកបែបហ្នឹងណាបងប្អូនណាបាទនេះគឺខ្ញុំដាក់កស៊ូក៏បានតង់ក៏បានហើយយើងក្រាលកស៊ូឲ្យដើម្បីទប់ទឹកហើយក្នុងការទប់ទឹកនោះទៀតយើងត្រូវតែដាក់ដីខាងក្រោមបងប្អូនបាទដាក់ដីវាទៅបាទនេះដោយសារយើងដាក់បាទអញ្ចឹងយើងចាប់ផ្ដើមដាក់ដីបងប្អូនដើម្បីឲ្យវាត្រជាក់កង្កែបបាទដាក់តង់ឬក៏កស៊ូដើម្បីក្រាលខាងក្រោមហើយនៅលើតង់ឬកស៊ូនេះទៀតយើងត្រូវតែដាក់ដីវាបាទហើយទឹកកម្ពស់វាត្រឹម1ទឹកឬក៏2ទឹកឬមួយក៏1ទឹកកន្លះបងប្អូនអត់ខ្ពស់ពេកទេណាព្រោះអីកង្កែបវាអត់សូវចង់ទឹកដែលជ្រៅទេវាសុខចិត្តនៅខាងលើទឹកដែលធំច្រមុះវាទេបាទនេះគឺ5ម៉ែត្រ4ជ្រុងបងប្អូន5ម៉ែត្រ4ជ្រុងបាទដែលខ្ញុំធ្វើហ្នឹងបាទអញ្ចឹងតិចទៀតខ្ញុំនឹងប្រហូរទឹកហើយខ្ញុំនឹងដាក់កាផ្លោកឬមួយក៏ចកឬមួយក៏សូឡាដែលជំហានទី1នេះគឺខ្ញុំធ្វើរួចហើយខ្ញុំចាប់ផ្ដើមយកកាផ្លោកដើម្បីដាក់វាត្រជាក់ទឹកចាំពេលដែលវគ្គក្រោយខ្ញុំនឹងចាប់ផ្ដើមដាក់កូនកង្កែបចូលបាទបងប្អូនពេលនេះដល់វគ្គបញ្ចូលទឹកដាក់ក្នុងអាងតង់ឬក៏អាងកស៊ូរបស់យើងហើយបងប្អូនបាទដល់វគ្គបង្ហូរទឹកចូលបងប្អូនបាទនេះពេលយើងដាក់ដីខាងក្រោមគឺវាល្អអញ្ចឹងព្រោះអានេះយើងធ្វើតាមតម្រូវការរបស់កង្កែបបងប្អូនបាទអញ្ចឹងតិចទៀតនេះនឹងមានតលាក់ចកទៀតហើយបងប្អូនឬក៏កាផ្លោកតែដំបូងខ្ញុំត្រូវការដាក់កាផ្លោកសិនបងប្អូនបាទអញ្ចឹងសូមតាមដានទស្សនាវីដេអូនៅពេលដាក់កាផ្លោកចូលបាទសូមអរគុណបាទអាងហើយបងប្អូនតោះអញ្ចឹងយើងចាប់ផ្ដើមដាក់កាផ្លោកបាទមានចកដែរចក2 3ដែរបងប្អូនតែឥឡូវខ្ញុំចាក់ដាក់កាផ្លោកមួយចកផងវាលាយគ្នាវាលាយចូលក្នុងវាមានចកមានកាផ្លោកបាទអញ្ចឹងចាប់ផ្ដើមទៅបាទបងប្អូនដាក់កាផ្លោករួចរាល់ហើយបងប្អូនរួចជាការស្រេចហើយស្បាយហុំព័ទ្ធជុំវិញក៏រួចដែរបាទអញ្ចឹងសូមបងប្អូនតាមដានបន្តិចទៀតខ្ញុំនឹងចាប់ផ្ដើមតម្លាក់ពូជកង្កែបចូលហើយបាទនេះដំណាំតិចតួចរបស់ខ្ញុំក៏ខ្ញុំបានដាំហើយដែរ
តែនៅសល់តគួនតិចទៀតតគួនដោះច្រើនហើយបងប្អូនជុំវិញនឹងដាំតគួនដើម្បីឲ្យវាតិចអញ្ចឹងពោះកង្កែបវាយកចិត្តនៅកន្លែងតិចបាទរួចរាល់ហើយបងប្អូន